សួស្តីថ្ងៃនេះយើងមករៀនពីផ្លាកសញ្ញាម្ដងផ្លាកសញ្ញាបែបនេះវាតែងតែចេញនៅក្នុងការប្រឡង EBS topic ហើយផ្លាកសញ្ញានេះគឺមានពាក្យពិបាកច្រើនដែរនៅក្នុងនេះអញ្ចឹងយើងមកមើលទាំងអស់គ្នាថាមានពាក្យពិបាកអីខ្លះឥឡូវយើងមកអានសំណួរទាំងអស់គ្នា E 표지는 무슨 뜻입니까 ផ្លាកសញ្ញានេះ표지ផ្លាកសញ្ញា E នេះយើងផ្លាកសញ្ញានេះ 무슨 អ្វីទិដ្ឋអត្ថន័យតើផ្លាកសញ្ញានេះមានអត្ថន័យអ្វីឬក៏មានអត្ថន័យដូចម្ដេចយើងមកមើលក្នុងប្រឡោះនេះគេដាក់អញ្ជនពហូគូអញ្ជនពហូគូអញ្ជនប្រែមកថាសុវត្ថិភាពពហូការពារគូឧបករណ៍អញ្ចឹងឧបករណ៍ការពារសុវត្ថិភាពមកខាងក្រោមមីឆាក់យងចាមីនេះប្រែមកថាមិនឆាក់យងប្រើប្រាស់ឬក៏ពាក់ចានេះមនុស្សឬយើងប្រែថាអ្នកក៏បានដែរអញ្ចឹងអ្នកមិនប្រើប្រាស់មីឆាក់យងចាបានន័យថាអ្នកមិនបានពាក់ឬអ្នកមិនប្រើប្រាស់ឆុលទេប្រែមកថាដាច់ខាតឈុលចេញអ៊ីបចូលខឹមជីប្រែមកថាហាមឃាត់ហាមដាច់ខាតឬក៏ហាមចេញចូលដាច់ខាតឈូរីបចេញចូលខឹមជីហាមចេញចូលដាច់ខាតអ្នកមិនប្រើប្រាស់ឧបករណ៍សុវត្ថិភាពយើងមកមើលចម្លើយទាំង4តើចម្លើយមួយណាដែលសមគ្នាទៅនឹងអត្ថន័យក្នុងរូបភាពដែលគេបានដាក់នេះអញ្ចឹងទី1 1번 콩사종이니까 안으로 들어올 수 없습니다 ពីព្រោះតែកំពុងសាងសង់កន្លែងនេះគេដាក់ inika ដោយសារតែប្រើជាមួយនាមដាក់ inika និង nika បើប្រើជាមួយគ្រាសព្ទ unika យើង anuro ទៅខាងក្នុង 들어올 수 없습니다 มันអាចចូលទៅបានទេมันអាចចូលទៅខាងក្នុងបានទេពីព្រោះតែកំពុងសាងសង់ 2번 보호구를 착용한 사람은 들어올 수 있습니다 អ្នកឬក៏មនុស្សយ៉ាងនេះមកប្រែអ្នកទៅអ្នកដែលបានពាក់ឬក៏ប្រើប្រាស់ឧបករណ៍សុវត្ថិភាពប៉ុណ្ណោះអាចចូលបានចំពោះតែអ្នកដែលបានពាក់ឧបករណ៍សុវត្ថិភាពប៉ុណ្ណោះប៉ុណ្ណោះអញ្ចឹងយើងមកមើលកន្លែងនេះកន្លែងឆាក់យងហាន់នេះមួយម៉ាត់នេះនៅពីក្រោមហារ៉ាហ្នឹងគឺប្រែមកថាដែលបានធ្វើរួចអញ្ចឹងអ្នកដែលបានពាក់ឧបករណ៍សុវត្ថិភាពប៉ុណ្ណោះអាចចូលបាន 들어올 수 있습니다. 3번 술 마신 사람은 절대로 들어올 수 없습니다. យើងមើលអ្នកកន្លែងនេះប្រធានមកអ្នកដែលបានផឹកស្រាមិនអាចចូលទៅបានដាច់ខាត 절대로 들어올 수 없습니다. មិនអាចចូលទៅបានដាច់ខាតអ្នកដែលបានផឹកស្រាយើងមើល Mashita បូកជាមួយនេះអញ្ចឹងបានផឹកវាប្រើនៅពីមុខនាមដល់មកទៀត 4번 어린이 보호구역이므로 천천히 운전해야 합니다. ដោយសារតែជាតំបន់គូយកតំបន់ការពារពហោកុមារអូរិនីកុមារឬក៏ក្មេងនឹងឯងដោយសារតែជាតំបន់ការពារកុមារត្រូវតែបើកបរអញ្ជនហាតាបើកបរយឺតឆុនហ៊ីកន្លែងនេះអញ្ជនហាតាបូកជាមួយនឹងអអាយ៉ាហាតាអញ្ចឹងទម្រង់នេះគឺត្រូវតែហើយបូកជាមួយភឺមីដាទៀតអញ្ចឹងអញ្ជនហេយ៉ាហាមីដាត្រូវតែបើកបរ
어린이 보호구역이므로 천천히 운전해야 합니다. ដោយសារតែជាតំបន់ការពារកុមារត្រូវតែបើកបរយឺតៗចឹងចម្លើយដែលសមទៅនឹងរូបភាពខាងនេះដែលគេថាហាមចេញចូលដាច់ខាតអ្នកដែលមិនប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពគឺចម្លើយលេខ2ចម្លើយលេខ2នៅក្នុងនេះគេហាមពាក់អ្នកដែលមិនពាក់មិនហាមពាក់គេហាមចូលអ្នកដែលមិនបានពាក់ឧបករណ៍សុវត្ថិភាពតែនៅក្នុងចម្លើយគេដាក់ថាអាចចូលទៅបានចំពោះតែមនុស្សដែលបានពាក់ឧបករណ៍សុវត្ថិភាពប៉ុណ្ណោះ Pukul 적용한 사람은 들어올 수 있습니다. 정답은 2번입니다. 감사합니다.